មកបងប្អូនថ្ងៃនេះបងប្អូនដែលសំណូមពរខ្ញុំធ្វើវីដេអូវែងគាត់ចង់មើលអញ្ចឹងថ្ងៃនេះគឺខ្ញុំចេញវីដេអូវែងឲ្យបងប្អូនបើឃើញហើយជួយ share ឲ្យបងប្អូនម្នាក់មួយផងថ្ងៃនេះគឺខ្ញុំមកស្លកកោអត់ចំណាយលុយទេបងប្អូនសម្លកកោមុខនេះអត់ចំណាយលុយដោយសារតែយើងមានមន់ខ្លួនឯងល្ងាចមិញគឺមកវិបាជីវិញគឺចាប់មន់មួយធ្វើម្ហូបអញ្ចឹងមន់មួយហ្នឹងគឺយើងធ្វើម្ហូបពីរពេលបងប្អូនម្សិលមិញហ្នឹងពេលល្ងាចហ្នឹងគឺខ្ញុំលីងផ្អែមមួយមុខហើយនៅសល់មួយចាហៀងទៀតគឺដាក់ក្នុងទូទឹកកកទុកស្លកកោពេលព្រលឹមឡើងអញ្ចឹងណាបងប្អូនហើយបន្លែយើងវិញគឺយើងបេះជុំវិញផ្ទះហ្នឹងទៅបងប្អូនមានដៃល្ពៅមានលឹកបាសលឹកផ្ទីអីប្រមាត់ដីអីចឹងណាបងប្អូនអត់ចំណាយលុយទេនិយាយរួមទៅអ្នកនៅទំនេរតែអត់ធ្វើការដូចខ្ញុំនៅផ្ទះអីចេះគឺយើងអាចឆ្លៀតចាំមន់បន្តិចហើយក៏ដាំបន្លែអីចឹងទៅបងប្អូនដោយសារតែលុយឥឡូវយើងពិបាករកណាបងប្អូនហើយបើយើងចាយរាល់ថ្ងៃទិញម្ហូបចំណាយអីរាល់ថ្ងៃវាចុះលឿនអញ្ចឹងណាបងប្អូនហើយបើយើងដាំបានខ្លះចិញ្ចឹមមាន់អីបានខ្លះគឺយើងអត់សូវចំណាយទេថ្ងៃនេះកកោមួយឆ្នាំងនេះគឺហូប5 6នាក់បងប្អូនហើយឲ្យចំណាយលុយគឺអត់ចំណាយទេបងប្អូនដោយសារថ្ងៃនេះគឺខ្ញុំលកកោក៏ខ្ញុំដាក់ខ្ទិះដូងដែរបងប្អូនហើយដូងនេះក៏ដូងក៏យើងមានខ្លួនឯងដែរអញ្ចឹងអញនិយាយថាមួយមុខនេះបើសិនតែយើងចំណាយលុយវិញបើសិនតែយើងទិញបន្លែទិញសាច់វិញគឺថាអស់ចិត្ត20000នេះដែរណាបងប្អូនតែបើយើងមានខ្លះអញ្ចឹងគឺយើងអត់សូវចំណាយលុយទេហើយសឡកកោមុខនេះខ្ញុំជឿថាបងប្អូនក៏ចូលចិត្តហូបច្រើនណាដោយសារថាបន្លែវាច្រើនអញ្ចឹងមានបងប្អូនក៏ចូលចិត្តគាត់ថាពេលខ្លះគឺគាត់មានពេលធ្វើអញ្ចឹងណាបងគឺខ្ញុំឃើញពួកគាត់មានការងារធ្វើការរោងចក្រធ្វើការសំណង់អីចឹងណាអញ្ចឹងគឺគាត់មានពេលធ្វើម្ហូបសឡកកោទេតែបើអ្នកនៅផ្ទះអត់មានការងារធ្វើដូចខ្ញុំអាចធ្វើសឡកកោបានយើងណាបន្លែច្រើនចេះគឺយើងអាចហូបបានគ្នាច្រើនហើយគឺមានវីតាមីនទៀតហើយជំនួយសុខភាពទៀតដោយសារតែបន្លែគឺយើងដាក់បន្លែច្រើនចេះគឺជំនួយសុខភាពហើយវីតាមីនទៀតបងប្អូនណាមួយគឺសិតតែបន្លែធម្មជាតិដែលដុះជុំវិញផ្ទះដោយសារខែនេះគឺខែធ្លាក់ខែនេះខែធ្លាក់ភ្លៀងចេះបើនិយាយរឿងថាបន្លែវិញគឺអត់ខ្វះទេបងប្អូនកុំឲ្យតែយើងខ្ជិលស្លខ្ជិលអីចឹងណាគឺយើងគិតងាយគឺចំណាយរៀងលុយច្រើនហើយតែបើយើងចំណាយពេលវេលាយើងយកទៅធ្វើម្ហូបផ្សំបន្លែផ្សំអីចេះគឺយើងបានទាំងសុខភាពហើយបានទាំងម្ហូបឆ្ងាញ់ទៀតបងប្អូននិយាយរួមទៅសឡមុខនេះគឺខ្ញុំដឹងថាបងប្អូនក៏ចូលចិត្តច្រើនហើយគ្រាន់តែថាពេលខ្លះគាត់ធ្វើការអញ្ចឹងគឺគាត់អត់មានពេលធ្វើអញ្ចឹងណាតែបងក៏នៅផ្ទះដូចខ្ញុំអញ្ចេះគឺយើងឆ្លៀតទៅបងប្អូនដោយសារតែម្ហូបសាច់យើងមានបន្តិចតែបើយើងស្លអញ្ចេះបងប្អូនបានមួយឆ្នាំងហើយហូបឆ្ងាញ់ទៀតហើយសាច់មាន់មួយគឺយើងលេ2ពេលបងប្អូនខ្ញុំសម្រាប់ខ្ញុំគឺខ្ញុំ2ពេលអញ្ចឹងណាអញ្ចឹងបងប្អូនដែលឃើញវីដេអូនេះហើយគឺអរគុណបងប្អូនមែនទែនដែលគាត់ចូល comment ពាក្យល្អហើយសរសើរហើយ share ជួយលើកទឹកចិត្តខ្ញុំអញ្ចឹងណាអញ្ចឹងវីដេអូខ្ញុំគឺអត់មានអីច្រើនទេមានតែសឡកកោមួយឆ្នាំងអត់ចំណាយលុយហ្នឹងហើយអញ្ចឹងបងប្អូនឃើញវីដេអូនេះហើយជួយ share វីដេអូបងប្អូនឲ្យបងប្អូនមានកម្លាំងចិត្តបន្តទៀតអញ្ចឹងណាហើយអរគុណបងប្អូនមែនទែនបាយបាយជំរាបលា